vậy tới dương mà chùm ra samadhi tam bài cùng lăngព្រះវិញយើងសាកល្បងអញ្ចឹងនិយាយទៅយើងមកធ្វើការចម្រើននេះសមាធិនេះពេលដែលយើងដកដង្ហើមចូលគឺគេហៅថាកពួនដៃម្រាមដៃខាងស្ដាំហ្នឹងគឺទាញចេញទាញតាមដំណើរដង្ហើមហ្នឹងអញ្ចឹងហើយអារម្មណ៍ហ្នឹងផ្ទៀងជាមួយនឹងបាតដៃបាទអារម្មណ៍នៅតែជាមួយនឹងបាតដៃមានសភាពមួយគេហៅតឹងគឺដូចជាដឹងថាធាតុខ្យល់តឹងអញ្ចឹងហើយដល់ពេលអញ្ចឹងទៅពេលដែលដកដង្ហើមចូលអស់ហើយក៏ត្រូវដកដង្ហើមចេញវិញអញ្ចឹងដៃខាងស្ដាំដែលទាញចេញមិញហ្នឹងទាញចូលវិញតាមដង្ហើមមកដល់ពេលទាញចូលមកវិញអញ្ចឹងពេលដែលយើងទាញដៃខាងស្ដាំចូលមកវិញហ្នឹងអញ្ចឹងអារម្មណ៍ដែលយើងទាញនៅជាមួយបាតដៃខាងស្ដាំហ្នឹងក៏យើងនៅដឹងអារម្មណ៍ដែលទាញជាមួយបាតដៃខាងឆ្វេងក៏យើងនៅដឹងនិយាយទៅយើងទាញដឹងទាំងពីរសងខាងអញ្ចឹងពេលដែលទាញអាខាងស្ដាំចូលមកវិញអញ្ចឹងទៅយើងមានសភាពមួយយើងអារម្មណ៍ដែលយើងដឹងនៅខាងឆ្វេងយើងតឹងបន្តិចអារម្មណ៍ដែលយើងតាមទាន់ដឹងបន្តិចហ្នឹងវាគ្រាន់គេហៅថាពេលដែលយើងទាញអាខាងស្ដាំចូលហ្នឹងខាងឆ្វេងវាមិនអាចរុញច្រានភ្លាមទេគ្រាន់តែមានសភាពតឹងបន្តិចហ្នឹងអាសភាពតឹងបន្តិចហ្នឹងយើងគ្រាន់តែទាញបន្តិចឯងយើងទាញអាខាងឆ្វេងចេញបន្តិចទៅវាហើបទៅខ្លួនវាបានន័យថាដៃខាងឆ្វេងហ្នឹងក៏វាកម្រើកទៅជាចេញបើកចេញទៅក្រៅវិញអញ្ចឹងទាញទៅក្រៅវិញអញ្ចឹងទៅដល់ពេលទាញទៅក្រៅវិញអញ្ចឹងទៅដង្ហើមយើងត្រូវដង្ហើមដកចូលវិញអញ្ចឹងយើងទាញដៃខាងឆ្វេងមិញហ្នឹងចូលមកវិញដល់ពេលទាញចូលមកវិញអាខាងស្ដាំរបស់យើងនេះយើងផ្ទៀងជាមួយអាខាងស្ដាំរបស់យើងដែរទាំងខាងឆ្វេងទាំងខាងស្ដាំអញ្ចឹងយើងផ្ទៀងខាងស្ដាំទៅវាមានសភាពយ៉ាងតឹងបន្តិចយើងគ្រាន់តែអាខាងឆ្វេងឈប់ទៅអាខាងឆ្វេងវាមានលំនឹងឈប់បន្តិចដោយសារខាងស្ដាំយើងមានអារម្មណ៍ថាវាមានសភាពដូចរុញអីមកដែលមានសភាពតឹងវាកើនឡើងអញ្ចឹងអាសភាពគេហៅថាយើងដឹងថាវាមានដូចយើងវាមានសម្ពាធអីមួយអញ្ចឹងហើយយកពេលអញ្ចឹងទៅយើងគ្រាន់ទាញខាងស្ដាំទៅបន្តិចទៅយើងគ្រាន់ទាញខាងស្ដាំទៅបន្តិចទៅវាទៅខ្លួនវាតែបន្តិចឯងវាទៅខ្លួនវារហូតដល់ពេលមួយដៃទាំងពីរហ្នឹងវាគេហៅថាវាមានសម្ពាធខ្លាំងដែលវារុញច្រានគ្នាធំទៅដៃហ្នឹងកម្រាតដៃហ្នឹងធំទៅកម្រាតកាន់តែឆ្ងាយពីគ្នាអញ្ចឹងយើងគ្រាន់កម្រើកតែបន្តិចគឺដឹងម្រាមដៃនឹងសងខាងមកថាវាមានសម្ពាធទាំងសងខាងហ្នឹងអញ្ចឹងវាមានសម្ពាធយឺក៏យើងដឹងថាសភាពតឹងហ្នឹងវាមានអញ្ចឹងធាតុខ្យល់ហ្នឹងវាតឹងអញ្ចឹងហើយដល់ពេលអញ្ចឹងទៅយើងនៅដកដង្ហើមមួយយើងនៅទប់បើយើងដកដង្ហើមធម្មតាដកដង្ហើមវែងធម្មតាឲ្យធូអាហ្នឹងដឹងតែធូរលហុយទៅវិញឯងតែបើសិនជាយើងនៅមានសភាពមួយទប់ជាមួយនឹងសម្ពាធមួយហ្នឹងអញ្ចឹងយើងដកដង្ហើមនៅទប់ជាមួយសម្ពាធមួយហ្នឹងមួយទៅតែកាលណាយើងដកដង្ហើមឲ្យធូរខ្សុយគឺអត់គឺវារបូតចេញអស់ចឹងពេលណាដែលដៃខាងឆ្វេងនិងដៃខាងស្ដាំហ្នឹងគ្រាន់តែបើកឲ្យរុញបន្តិចវាដឹងសភាពដែលហៅដូចជាដៃឆក់ពោលខុសគ្នាហ្នឹងកាលណារុញតែបន្តិចដឹងរុញបន្តិចដឹងអាហ្នឹងយើងមិនបាច់រុញច្រើនទេរុញតែបន្តិចកម្រើកបន្តិចទៅបានន័យថាយើងរុញអាខាងស្ដាំមកខាងឆ្វេងវាហើបហើយរុញអាខាងទៅវាឆ្វេងហើបហើយអាឆ្វេងរុញទាញចូលវិញមកអាខាងស្ដាំហើបហើយអញ្ចឹងអាសភាពបន្តិចយើងធ្វើបន្តិចហ្នឹងរហូតគេហៅថាធ្វើអារម្មណ៍របស់យើងដឹងថាឥឡូវហ្នឹងវាចាប់ដើមតឹងហើយអញ្ចឹងវាមានគេហៅថាវាមានសភាពធាតុខ្យល់វាតឹងនៅចេះអញ្ចឹងពេលហ្នឹងអារម្មណ៍យើងទាំងពីរទាំងដៃខាងឆ្វេងនិងដៃខាងស្ដាំហ្នឹងគឺយើងដឹងច្បាស់អញ្ចឹងហើយយើងនឹងដកដង្ហើមហ្នឹងគឺយើងដូចនិយាយមិញអញ្ចឹងកាលណាយើងដកដង្ហើមធូរយើងអត់បានយកកម្លាំងទៅទប់ជាមួយនឹងធាតុតឹងហ្នឹងទេបាតដៃរបស់យើងទាំងពីរហ្នឹងគឺធូរលហុយទៅវិញបាត់ទៅអញ្ចឹងអាភាពដែលយើងកាលដែលយើងចង់ចម្រើនទៅបានទៅមុខទៀតវាអត់ទៅមុខ
ចឹងបច្ចៈឡើងហ្នឹងកាលណាដែលកម្លាតដៃពីមួយចំហៀងទៅមួយចំហៀងហ្នឹងវាធំបានឲ្យវាកម្លាតឆ្ងាយពីគ្នាហើយទៅអាសភាពតឹងហ្នឹងក៏យើងកម្រើកដៃខាងស្ដាំទាញចូលខាងឆ្វេងហ្នឹងដឹងភ្លាមកម្រើកដៃខាងឆ្វេងហ្នឹងទាញចូលវិញខាងស្ដាំហ្នឹងដឹងភ្លាមដឹងវាចេញបានន័យថាយើងគ្រាន់កម្រើកខាងស្ដាំចូលខាងឆ្វេងហ្នឹងគឺដឹងវាចេញមកពេលណាដែលយើងកម្រើកខាងឆ្វេងចូលវិញខាងស្ដាំហ្នឹងដឹងថាវាចេញដែរអញ្ចឹងណាអញ្ចឹងប្រៀបដូចជាវាឆាប់ដឹងណាអញ្ចឹងក៏យើងទប់នៅដៃប៉ុណ្្នឹងទៅទប់ដៃប៉ុណ្្នឹងយើងប្រើកម្លាំងទប់នៅប្រៀបដូចយើងទប់សម្ពាធខ្យល់មួយដែលនៅចន្លោះរវាងបាតដៃទាំងពីរហ្នឹងយើងទប់នៅនឹងដង្ហើមមួយគេហៅថាដង្ហើមវិរិយៈមួយនៅក្នុងនឹងតរហូតហើយភ្នែករបស់យើងវិញគឺយើងភ្នែករបស់យើងគឺមើលទៅមុខបិទភ្នែកមែនតែយើងមើលទៅមុខមើលមុតស្រួចទៅមុខអញ្ចឹង